នាងខ្ញុំឈ្មោះចន្ទ្រានាងខ្ញុំមានអាយុ19ឆ្នាំនាងខ្ញុំនៅវ័យសិក្សាមិនចេះស្រឡាញ់នរណាឡើយនៅក្នុងសាលារៀនតែងតែមានកំឡោះមកញ៉ានាងខ្ញុំរហូតប៉ុន្តែនាងខ្ញុំមិនចេះដឹងថារឿងស្នេហាជាអ្វីនោះទេនាងខ្ញុំតែងតែប្រឹងរៀនដើម្បីអនាគតទៅមុខឪពុកម្ដាយរបស់នាងខ្ញុំតែងតែនិយាយប្រាប់ថាកូនខំរៀនកុំមានស្នេហាអីអនាគតកូននៅវែងឆ្ងាយនាងខ្ញុំស្ដាប់តាមឪពុកម្ដាយនាងខ្ញុំណាគាត់តែងតែប្រដៅខ្ញុំទោះជាយ៉ាងណាអារម្មណ៍ថាស្រឡាញ់មនុស្សប្រុសគឺគ្មាននោះទេរយៈពេលជាច្រើនឆ្នាំខ្ញុំឈប់រៀនក៏បានរកការងារធ្វើនៅទីក្រុងរូបរាងសម្បត្តិខ្ញុំគឺស្អាតល្មមស្រីដោះល្អឥឡូវខ្ញុំអាយុ20ឆ្នាំហើយតែអារម្មណ៍ឲ្យស្រឡាញ់មនុស្សប្រុសគឺគ្មាននោះទេមិនដឹងជាហេតុអ្វីថ្ងៃមួយមានបរិសម្នាក់បានឆាតមកលេងខ្ញុំហើយគេតែងតែចង់ជួបខ្ញុំផ្ទាល់ខ្ញុំមិនហ៊ានជួបមុខទេព្រោះខ្លាចប៉ុន្តែបរិសនោះតែងតែឆាតមករាល់ថ្ងៃរូបរាងគេសង្ហាខ្លាំងណាស់ប៉ុន្តែខ្ញុំដូចជាគ្មានអារម្មណ៍ជាមួយនោះទេចរិតខ្ញុំដូចមនុស្សប្រុសអញ្ចឹងចូលចិត្តលេងអ្វីធ្វើអ្វីដូចមនុស្សប្រុសបរិសនោះតែងតែឆាតមកលេងខ្ញុំរហូតថ្ងៃមួយខ្ញុំក៏បាននិយាយជាវីដេអូជាមួយហើយខ្ញុំនិយាយថាហេតុអ្វីលោកតែងតែឆាតមកលេងខ្ញុំអញ្ចឹងបរិសនឹងគាត់និយាយខ្ញុំឃើញមុខដូចជាមាននិស្ស័យបានខ្ញុំឆាតទៅលេងតាមមានសង្សារនៅខ្ញុំនិយាយថាគ្មានទេហើយក៏មិនចង់យកដែរបរិសនោះគាត់និយាយមិនអញ្ចឹងប្រយ័ត្នចាស់កាន់ចាស់ខ្ញុំក៏តបនៅម្នាក់ឯងក៏ល្អបរិសនោះនិយាយថាយើងធ្វើជាមិត្តគ្នាបានទេខ្ញុំនិយាយថាធ្វើជាមិត្តបានពេលនោះខ្ញុំនឹងគាត់ក៏យល់ព្រមជួបគ្នាយើងទៅជួបនៅហាងកាហ្វេមួយកន្លែងខ្ញុំមានអារម្មណ៍ថាអៀនណាស់ពេលនោះបរិសនោះគាត់អង្គុយចាំមុនខ្ញុំអត់មើលក៏ឃើញគាត់កំពុងតែហូបកាហ្វេខ្ញុំក៏បានដើរទៅខ្ញុំក៏និយាយសួស្ដីលោកនឹងមែនដែលយើងណាត់ជួបគ្នាបរិសនោះគាត់និយាយបាទខ្ញុំនឹងឯងនៅខាងក្រៅមិត្តដែរអាក្រក់ឬក៏ស្អាតខ្ញុំក៏និយាយសង្ហាតាចំណែកបរិសនោះគាត់ញញឹមហើយពួកយើងទាំងពីរក៏និយាយគ្នាដូចមិត្តភក្តិប៉ុន្តែខ្ញុំមើលបរិសម្នាក់នោះដូចជារាប់អានខ្ញុំលើពីមិត្តប៉ុន្តែគេក៏ជាមនុស្សល្អពេលនោះខ្ញុំណែនាំឲ្យស្គាល់បន្ទប់របស់ខ្ញុំពេលដែលខ្ញុំចេញពីធ្វើការបរិសម្នាក់នោះតែងតែទិញអ្វីផ្សេងមកផ្ញើខ្ញុំរហូតខ្ញុំក៏មានអារម្មណ៍ថាក៏ក្តៅមួយយ៉ាងដែរដែលមានមនុស្សល្អមកស្និទ្ធជាមួយនឹងខ្ញុំរាល់ពេលថ្ងៃសៅរ៍ឬមួយក៏ថ្ងៃអាទិត្យគេតែងតែបពួយខ្ញុំទៅញ៉ាំអីតាមឆ្នេរសមុទ្រពួកយើងទាំងពីរប្រឡែងគ្នាដូចមិត្តភក្តិកាន់តែស្គាល់បរិបទនោះយូរទៅកាន់តែខ្ញុំមានអារម្មណ៍ថាដូចជាចង់ស្រឡាញ់គេតិចហើយប៉ុន្តែមិនទាន់ដឹងខ្លួនឯងច្បាស់ពួកយើងមានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនរយៈពេល1ឆ្នាំថ្ងៃមួយខ្ញុំចេញពីធ្វើការបានឃើញបរិបទនោះកំពុងតែបណ្ដាជាមួយនឹងស្រីក្មេងចូលហាងខ្ញុំមិនដឹងមិនទេអារម្មណ៍របស់ខ្ញុំខឹងគេខ្លាំងណាស់អត់ទាន់ស្គាល់ចិត្តខ្លួនឯងនោះទេថាអារម្មណ៍មួយនេះចេញមកពីណាខ្ញុំឃើញហើយក៏ថតរូបផ្ញើទៅឲ្យគាត់ហើយខ្ញុំក៏ block Facebook គាត់ចេញគាត់ព្យាយាមមកបន្ទប់របស់ខ្ញុំហើយខ្ញុំក៏ដេកខឹងគាត់នៅក្នុងបន្ទប់គាត់ព្យាយាមនិយាយពីមូលហេតុប៉ុន្តែខ្ញុំមិនស្ដាប់ខ្ញុំយកក្បាលស្រោចលើទៅជាខ្ញុំអត់ដឹងថាគាត់នៅស៊ីអ្វីខ្លះទេតែអារម្មណ៍ពេលនេះខ្ញុំខឹងគាត់ខ្លាំងណាស់ប្រហែល1ម៉ោងកន្លះគាត់ក៏បានដើរចេញពីបន្ទប់ខ្ញុំក៏មើលទៅគាត់ហើយក៏ភ្នែករបស់ខ្ញុំបានហូរទឹកចេញមកដែលមិនដឹងខ្លួនខ្ញុំក៏ដឹងខ្លួនឯងថាខ្ញុំនឹងស្រឡាញ់គេបាត់ទៅហើយខ្ញុំគិតក្នុងចិត្តថានេះរឿងស្នេហាហេតុអ្វីធ្វើឲ្យខ្ញុំរនួនទ្រូងយ៉ាងនេះខ្ញុំក៏កេងយកមួយយប់ត្រមមិនបានពេលព្រោះបើក Facebook បើក blog គេវិញខ្ញុំក៏ឆាតមេដៃទៅគាត់ក៏ឆាតតបខ្ញុំដែរធម្មតាគាត់និយាយពីមូលហេតុដែលដើរជាមួយស្រីក្មេងគាត់បាននិយាយថាក្មេងស្រីនោះជាប្អូនបង្កើតរបស់គាត់នោះទេកុំយកច្រឡំខ្ញុំស្ដាប់ហើយមានអារម្មណ៍ថាសប្បាយចិត្តឡើងវិញពេទ្យក៏បានផ្ញើរូបថតជុំប្អូនស្រីគាត់ពីក្មេងឲ្យប្រកាសថាគាត់មិននិយាយកុហកខ្ញុំក៏និយាយជាមួយគាត់ថាខ្ញុំនឹកគាត់ខ្លាំងណាស់គាត់ក៏និយាយប្រាប់ខ្ញុំវិញថាខ្ញុំនឹកខាងនឹងខ្លាំងណាស់រាល់យប់មិនបានគេនោះទេពួកយើងក៏មកជួបគ្នាអង្គុយហូបអីដូចរាល់ដងគាត់ថាថ្ងៃនេះជាថ្ងៃពិសេសខ្លាំងណាស់ក្នុងឆាកជីវិតបរិសុទ្ធនោះគាត់ក៏បានសារភាពថាគាត់ស្រឡាញ់ខ្ញុំពេញបេះដូងខ្ញុំមានអារម្មណ៍ថាអៀនប៉ុន្តែអារម្មណ៍ក៏ស្រឡាញ់គាត់ខ្លាំងណាស់ដែរបរិសុទ្ធនោះនិយាយថាខ្ញុំឲ្យស្រឡាញ់ខាងនឹងបានទេខ្ញុំក៏និយាយតបទៅគាត់បានតាព្រោះខ្ញុំស្រឡាញ់ខាងនឹងដែរហើយបរិសុទ្ធនោះក៏សប្បាយចិត្តខ្លាំងណាស់គាត់ក៏បានមកអបខ្ញុំពេញដៃខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរនេះហើយស្នេហារបស់ខ្ញុំដែលខ្ញុំមិនដែលជួបពីមុនពេលយប់ជ្រៅខ្ញុំក៏បានត្រឡប់មកបន្ទប់ក្នុងវិញចំណែកបរិសុទ្ធម្នាក់នោះគាត់ក៏បានមកជាមួយដែរគាត់និយាយថាយប់នេះបេះដូងសុំគៀងនៅបានអត់ខ្ញុំអៀនច្រើនណាស់ហើយក៏និយាយតបបានតើអារម្មណ៍មិនដែលធ្លាប់មានគេកេងជាមួយបែបនេះមានអារម្មណ៍ខាអៀនណាស់គាត់អង្គុយក្រែរបស់ខ្ញុំក៏ចូលទៅមុជទឹកពេលដែលខ្ញុំចេញពីបន្ទប់ទឹកវិញបរិសុទ្ធនោះចាប់ផ្ដើមតែអោបភ្លាមហើយនិយាយថាគួរឲ្យស្រឡាញ់ណាស់បេះដូងគាត់ចាប់ផ្ដើមថោបខ្ញុំចាប់ផ្ដើមដាក់អារម្មណ៍ខ្ញុំក៏លាក់បងឲ្យគាត់យប់នោះខ្ញុំភ័យណាស់ជាលើកដំបូង
ហើយកតក៏ប្រដេខ្ញុំដាក់លើក្រែកតក៏ដោះសម្លៀកបំពាក់របស់កតចេញខ្ញុំប្រាប់ថាបងឯងបិទភ្លើងទៅគាត់ថាមិនបាច់ទេអ្វីឃើញទាំងស្រុងគាត់ដោះអស់ហើយសាច់របស់គាត់មិនដែលល្អខ្លាំងណាស់ចំណែករាងរបស់ខ្ញុំក៏មិនចាញ់គាត់ដែរគាត់ក៏បានថោភ្នំរបស់ខ្ញុំទាំងពីរស្រាប់តែអាអូនតូចរបស់គាត់ងើបមកទល់ខោវាខ្ញុំភ័យណាស់ពេលនោះគាត់បោះខោវាចេញធ្វើច្បាស់តែម្ដងអាអូនតូចរបស់គាត់ធំខ្លាំងណាស់ក្បាលក្រហមគាត់យកអណ្ដាតលឹតរៀងរបស់ខ្ញុំស្រើបខ្លាំងគាត់និយាយខ្សឹបថាបែកដងធ្លាប់ជាមួយគេទេខ្ញុំនិយាយថាជាលើកដំបូងហើយពេលនោះគាត់ក៏បានយកដៃទៅពាក់ទ្វាររបស់ខ្ញុំអៀនខ្លាំងណាស់គាត់យកម្រាមដៃគាត់មកស្ទាបអង្អាលកន្លែងទ្វាររបស់ខ្ញុំស្រួលហើយគាត់ទៅយកអណ្ដាតលឹតកន្លែងទ្វារខ្ញុំព្រឺខ្លួនណាស់ពេលនោះមិនដឹងជាយ៉ាងណាទេប្រដាប់របស់ខ្ញុំបានចេញទឹកហើយស្រួលខ្លាំងណាស់មិនដែលពីមុនមកឡើយគាត់បាននិយាយថាបែដងសុំដាក់អាអូនតូចចូលហើយណាខ្ញុំក៏មិនហ៊ាននិយាយពេលនោះគាត់ក៏បានដាក់ចូលម្ដងតិចប្រដាប់របស់ខ្ញុំគឺមិនទាន់ធំហើយគាត់ក៏ដាក់ចូលក្បាលបន្តិចគាត់និយាយថាស៊ូខាងណាទេណែនតឹងល្អណាស់អូនខ្ញុំរៀងឈឺបន្តិចតែទ្រាំគាត់ក៏រុញចូលម្ដងតិចខ្ញុំមានអារម្មណ៍ថាស្រួលខ្លាំងណាស់ពេលនោះគាត់ក៏បុកចូលមួយកប់ខ្ញុំក៏ស្រែកគាត់ក៏បានព្យាយាមបុកខ្ញុំដូចម៉ាស៊ីនដេរគាត់បុកបណ្ដាហើយនិយាយបណ្ដាខាស្រួលខ្លាំងណាស់អូនអើយពេលនោះអាអូនតូចរបស់គាត់ក៏ចេញទឹកចូលទៅទ្វារខ្ញុំពេញខ្ញុំមានក្តីសុខខ្លាំងណាស់គាត់ក៏បានកេងអោបខ្ញុំគាត់ថោបហើយនិយាយថានៅពេលនេះបងជាប្តីអូនហើយណាមិនមែនជាមិត្តដូចមុនទៀតទេខ្ញុំក៏និយាយចាក់បងសម្លាញ់អូនពិតជាមានសេចក្តីសុខខ្លាំងណាស់ដែលបងមកចូលជីវិតរបស់អូន1ម៉ោងផុតទៅគាត់ក៏បានដាក់ខ្ញុំមួយទៀតខ្ញុំមិនដឹកស្មានថាអារម្មណ៍មនុស្សប្រុសមានរហូតបែបនេះទេខ្ញុំស្មានតែមួយរួចហើយគឺហើយខុសការគិតហើយខ្ញុំមួយយប់ដំបូងនោះបេះដូងខ្ញុំក្រំដាក់ក្រំពីពេលនោះមកពួកយើងទាំងពីរក៏ក្លាយជាប្តីប្រពន្ធគ្នារៀបការតាមផ្លូវច្បាប់រាល់ថ្ងៃមិនបានច្រើនដូចពីមុនក៏មួយយប់2 ដងដែររឿងពិតខ្ញុំចប់តែប៉ុណ្ណឹងជួបគ្នានៅវីដេអូសាក្រោយ